ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់នាំពុកម៉ែបងប្អូនមកយល់ដឹងពីប្រភេទអកមួយប្រភេទគឺអកត្រីក្បាលប្រផេះអកត្រីក្បាលប្រផេះដែលមានឈ្មោះជាភាសាអង់គ្លេសថា Greyhead Fish Eagle គឺជាបក្សីស៊ីសាច់ជាអាហារដ៏ធំមួយប្រភេទដែលត្រូវបានរកឃើញនៅទូទាំងតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍អកត្រីក្បាលប្រផេះជំនាញខាងចាប់ត្រីនិងប្រភេទសត្វនៅក្នុងទឹកយើងអាចចំណាំសត្វពេញវ័យបានតាមរយៈក្បាលនិងកមានពណ៌ប្រផេះស្លាបនិងដងខ្លួនមានពណ៌ត្នោតចាស់កន្ទុយពណ៌សមានឆ្នូតខ្មៅចំពោះកោងធំជើងនិងក្រញាំជើងពណ៌លឿងមាំពួកវាអាចលូតលាស់រហូតដល់ប្រវែង75សង់ទីម៉ែត្រហើយនៅពេលលាតស្លាបអាចមានប្រវែង72ម៉ែត្រចំពោះទីជម្រកសត្វអកត្រីក្បាលប្រផេះរស់នៅក្បែរប្រភេទទឹកដូចជាទន្លេបឹងវាលភក់ព្រៃកោងកាងព្រៃលិចទឹកពួកវាត្រូវបានរកឃើញនៅក្នុងបណ្ដាប្រទេសមួយចំនួនរួមមានកម្ពុជាឥណ្ឌាមីយ៉ាន់ម៉ាឥណ្ឌូនេស៊ីម៉ាឡេស៊ីនៅក្នុងប្រទេសកម្ពុជាពួកវាច្រើនតែមានវត្តមាននៅតាមតំបន់ដីសើមជុំវិញបឹងទន្លេសាបនិងតំបន់ការពារមួយចំនួនទៀតអកត្រីក្បាលប្រផេះទាំងនេះចូលចិត្តនៅតំបន់ស្ងប់ស្ងាត់ដែលមានដើមឈើខ្ពស់ៗសម្រាប់ធ្វើសម្បុកនិងកន្លែងមានផ្ទៃទឹកល្អល្ហែវសម្រាប់ប្រមាញ់ចំពោះការប្រមាញ់និងចំណីដោយដែលមានឈ្មោះបញ្ជាក់ស្រាប់ត្រីគឺជាអាហារចម្បងរបស់ពួកវាជាទូទៅអកប្រភេទនេះប្រមាញ់ដោយទុំស្ងៀមនៅលើមែកឈើពីលើផ្ទៃទឹកសម្លឹងរកមើលចលនារបស់ចំណីនៅខាងក្រោមហើយវាឆាបចុះយ៉ាងលឿនដោយប្រើក្រញាំជើងដ៏មានថាមពលក្រញាំជើងកោងរបស់វាជួយក្នុងការចាប់ក្រសោបត្រីដែលរអិលបានយ៉ាងណែនចំណែកឯខ្សែភ្នែកដ៏មុតស្រួចជួយឲ្យពួកវាអាចមើលឃើញចំណីពីចម្ងាយក្រៅពីត្រីពួកវាក៏អាចស៊ីសត្វដទៃទៀតផងដែរដូចជាពស់កង្កែបក្តាមបក្សីតូចៗនិងខ្មោចសត្វនៅពេលដែលខ្សត់អាហារការបន្តពូជនិងជីវិតមេបាជាទូទៅសត្វអកត្រីក្បាលប្រផេះរស់នៅម្នាក់ឯងឬរស់នៅជាគូនៅរដូវពងពួកវាធ្វើសម្បុកយ៉ាងធំសម្បើមនៅទីខ្ពស់លើដើមឈើធំៗក្បែរប្រភពទឹកសម្បុកនោះធ្វើឡើងពីមែកឈើនិងទ្រាប់ទៅដោយវត្ថុទន់ៗដូចជាស្លឹកឈើជាដើមជាធម្មតាមេពងម្ដងបានពី1គ្រាប់ទៅ2គ្រាប់មេបាទាំងពីរចូលរួមការពារសម្បុកនិងរកចំណីមកបញ្ចុះកូនអកតូចៗត្រូវរស់ពឹងផ្អែកលើមេបារបស់ពួកវារយៈពេលរាប់ខែកំឡុងពេលដែលពួកវាកំពុងរៀនប្រមាញ់ដើម្បីឲ្យរស់រានមានការគំរាមកំហែងទោះបីជាសត្វអកត្រីក្បាលប្រផេះនៅតែត្រូវបានរកឃើញនៅទូទាំងតំបន់អាស៊ីក៏ដោយតែពួកវាកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងដូចជាការបំផ្លាញទីជម្រកការកាប់បំផ្លាញព្រៃឈើការបំពុលទឹកការរំខានពីមនុស្សនិងការធ្លាក់ចុះនៃចំនួនត្រីការអភិរក្សតំបន់ដីសើមគឺជារឿងចាំបាច់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ពួកវាព្រោះថាប្រព័ន្ធទន្លេនិងបឹងបួរដែលល្អមិនមានជាតិពុលមិនត្រឹមតែទ្រទ្រង់ដល់សត្វអកប៉ុណ្ណោះទេប៉ុន្តែថែមទាំងទ្រទ្រង់ដល់ជីវៈចម្រុះរាប់មិនអស់ផ្សេងទៀតផងដែរការការពារប្រព័ន្ធអេកូឡូស៊ីទាំងនេះជួយថែរក្សាជីវៈចម្រុះនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍សត្វអកត្រីក្បាលប្រផេះមិនមែនគ្រាន់តែជាបក្សីប្រមាញ់ស៊ីសាច់មួយប្រភេទនោះទេប៉ុន្តែវាគឺជានិមិត្តរូបនៃភាពសម្បូរបែបនៃតំបន់ដីសើមនិងភាពរស់រវើកនៃប្រព័ន្ធអេកូឡូស៊ីដែលពួកវាពឹងផ្អែកនៅលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍និងពិសេសក្នុងប្រទេសកម្ពុជាប្រសិនបើពុកម៉ែបងប្អូនពេញចិត្តនឹងវីដេអូនេះសូមកុំភ្លេចចុច like subscribe និងបន្តចូលរួមស្វែងយល់ពីជីវិតសត្វព្រៃដ៏អស្ចារ្យនៅលើភពផែនដីជាមួយពួកយើងសូមអរគុណសូមជម្រាបលា